បាទសួស្តីបងប្អូនចូលឆ្នាំថ្មី2026ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញ website របស់ខ្ញុំមួយដែលមានលក្ខណៈសេរីនឹង YouTube ថា80 ទៅ 90% ទៅចុះចឹង website របស់ខ្ញុំនេះគឺខ្ញុំចំណាយពេល2ឆ្នាំជាងដើម្បីបង្កើតវាចឹងថ្ងៃនេះខ្ញុំបង្ហាញឲ្យបងប្អូនបានឃើញបាទចឹងនេះជាទម្រង់ home page របស់ website របស់ខ្ញុំដែលមានឈ្មោះថា with បាទ with គឺមានន័យថាវីដេអូហើយនឹងវីដេអូអញ្ចឹងនេះជា home page របស់ with នៅពេលដែលយើងចូលមកវាមិនចាំបាច់ទាមទារយើង sign in អ្វីទាំងអស់គឺយើងអាចចូលទៅ play around នៅក្នុង website នេះបានយើងអាចចូលទៅមើលគ្រប់វីដេអូក្នុង website នេះបានមួយសេរីបាទអញ្ចឹងនៅលើវីដេអូនីមួយៗនេះនៅពេលដែលយើងអូសមកទៅពីលើវានឹង play វីដេអូ automatic ហើយវានឹងបង្ហាញ timer របស់វីដេអូហើយនឹង icon speed ដាក់ speed វីដេអូនិងបិទបើកសំឡេងអញ្ចឹងពេលដែលយើងចុចលើ icon ទៅវានឹងបើកសំឡេងពេលដែលយើងចុចមួយវាបិទវិញចុចមួយវាបើកចឹងនេះយើងចុចទៅវាដាក់ speed ហើយបើសិនជាវីដេអូណាដែលមាន subtitle វានឹងបង្ហាញ icon មួយទៀតគឺ icon subtitle អញ្ចឹងខ្ញុំរកមើលវីដេអូណាដែលមាន subtitle បាទវីដេអូនេះមាន subtitle វានឹងចេញ icon CC នេះបាទនៅពេលដែលយើងចុចលើ icon នឹងមកវានឹងបង្ហាញ subtitle នៅលើវីដេអូយើងបាទ Some diamonds shining in between the many stones and worthless weeds, none conforming to my needs. ហើយលក្ខណៈពិសេសរបស់ website របស់ខ្ញុំនេះគឺអាចថារៀងប្លែកបន្តិចដែរគឺខ្ញុំបានក្នុងវីដេអូនីមួយៗយើងអាចដាក់ subtitle បាន2ប្រភេទបាទអញ្ចឹងពីរប្រភេទយើងអាចយកជំរើសជាប្រភេទ subtitle ភាសាខ្លួនឯងមួយហើយជំរើសទី2យើងអាចដាក់ភាសាដទៃជាភាសាអង់គ្លេសឬជាភាសាប្រទេសណាក៏បានដែរបាទអញ្ចឹងយើងមាន2 option សម្រាប់ដាក់ subtitle នៅក្នុងវីដេអូមួយបាទអញ្ចឹងនៅពេលដែលខ្ញុំចុចចូលពេលដែលខ្ញុំចុចលើវីដេអូបាទវានឹង play ហើយវានឹង play តបាទមិញហ្នឹងខ្ញុំ hold មើលដល់ចំណុចត្រឹមហ្នឹងនៅពេលដែលយើងចុច play ទៅវានឹង play តបាទក្រោម10 second គឺវានឹងចាប់ផ្ដើមពី0មកបាទតែបើយើង hold មកមើលវីដេអូនឹងលើស10 second ហើយយើងចុចលើវានឹងតវីដេអូនឹងវា play តវីដេអូនឹងបាទវានឹង play តហើយខ្ញុំបង្ហាញ subtitle តើ subtitle ពីរប្រភេទហ្នឹងវាយ៉ាងម៉េចបាទអញ្ចឹងវីដេអូនេះមាន subtitle បាទតែតែមាន subtitle មួយទេ I've rolled the road all on my own ជា subtitle អង់គ្លេស I've sometimes seen some diamonds shining in between the many stones and worthless weeds none conforming to my needs till I saw one បាទអញ្ចឹងឥឡូវខ្ញុំនឹងចាប់ផ្ដើមបន្ថែម subtitle មួយទៀតបាទអញ្ចឹងខ្ញុំនឹងចូល profile របស់ខ្ញុំនេះខ្ញុំចាប់ផ្ដើម log in បាទអញ្ចឹងខ្ញុំ log in ចូល profile របស់ខ្ញុំហើយខ្ញុំចូល profile page បាទអញ្ចឹងនេះជា profile page របស់ខ្ញុំបាទមាន cover របស់ខ្ញុំរូបរបស់ខ្ញុំឈ្មោះបាទចំនួនវីដេអូដែលខ្ញុំបាន upload បញ្ចូលហើយខ្ញុំមានអ្នក follow 3ហើយខ្ញុំកំពុងតែ follow គេ3នាក់ដែរបាទអញ្ចឹងឥឡូវនេះជាវីដេអូដែលខ្ញុំចង់បន្ថែម subtitle មួយទៀតអញ្ចឹងនៅក្នុង profile នេះខ្ញុំអាចកែកុនវីដេអូនេះបានទេខ្ញុំចូលទៅ video manager បាទ video manager នេះគឺយើងអាចកែសម្រួលវីដេអូយើងបាទយើងអាចលុប
យើងអាចបដូរពី private ឬក៏ worldwide មកឲ្យគេមើលឃើញទាំងអស់គ្នាឬយើងចង់មើលតែឯងមកយើង lock វាបានយើងអាច edit video មកយើងអាច in-frame share ហើយយើងអាច view detail មកអញ្ចឹងឥឡូវខ្ញុំ add subtitle សិនខ្ញុំអត់តនិយាយអីផ្សេងទេខ្ញុំ upload subtitle បន្ថែមមួយទៀតមកខ្ញុំចូលកន្លែង icon edit video មកអញ្ចឹងនេះជាផ្ទៃកន្លែង edit video យើងអាចកែសម្រួលកែ title យើងអាចបន្ថែម description បាទយើងអាចផ្លាស់ប្ដូរthumbnail ឬក៏យើងចង់លុប thumbnail ចោលបាទហើយនេះជា subtitle ឥឡូវខ្ញុំមាន subtitle English មួយហើយបាទអញ្ចឹងខ្ញុំ upload subtitle មួយទៀតនៅខាងក្រោមនេះបាទខ្ញុំចុចលើប៊ូតុងនេះមកបាទហើយខ្ញុំ upload ខ្មែរ subtitle បាទខ្ញុំ open មកហើយខ្ញុំដាក់ label វាចំណាំដាក់ថាខ្មែរ label បាទអញ្ចឹងបន្ទាប់មកវានឹង load ប៊ូតុង update មួយខ្ញុំចុច update បាទវានឹងប្រាប់យើងថា subtitle ទី2របស់អ្នក upload បានជោគជ័យហើយបាទយើងចុច OK មកណាអញ្ចឹងវានឹងឃើញ label English មួយនិងខ្មែរមួយអញ្ចឹងឥឡូវខ្ញុំបាន subtitle 2ហើយបាទខ្ញុំចុច update មកអញ្ចឹងខ្ញុំចុចចូលទៅមើលវីដេអូហ្នឹងមួយសារទៀតបាទហើយខ្ញុំចុចលើ icon subtitle បាទអូខេឥឡូវគឺវាបង្ហាញ subtitle 2ហើយ and on my way I've sometimes seen some diamonds shining in between the many stones and worthless weeds none conforming to my needs តោះមកខ្ញុំចង់មើលជា subtitle ខ្មែរខ្ញុំចុចលើ subtitle ខ្មែរមកបាទអញ្ចឹងវាបដូរពីអង់គ្លេសមកខ្មែរបាទ That diamond made me stop to slack វីដេអូនេះជាភាសាអង់គ្លេសក៏ប៉ុន្តែយើងមាន subtitle ខ្មែរសម្រាប់មើល to hold it tight and tenderly អញ្ចឹងនេះជាជំរើសមួយល្អមួយយ៉ាងដែរហើយខ្ញុំដូចជាអត់សូវឃើញមាន website ធំណាគេធ្វើបែបហ្នឹងទេអញ្ចឹងនេះជាកំណត់មួយដែលខ្ញុំបានបង្កើតវា with I believed a lighter load